ប្អូនបាទនេះកូនកង្កែបបាទរៀងឡើងគោកឡើងបានច្រើនហើយបាទនេះយើងអាចមួយទឹកអីទៀតយើងអាចដឹកជញ្ជូនអីបានណាវារៀងត្រឹសណាបាទយើងមើលក្នុងកាមេរ៉ាចេះឃើញវារៀងត្រឹសនេះវាទឹកឡើងដាច់កតុយមកបងបាទអញ្ចឹងតើកាលណាយើងដាច់កតុយគឺយើងត្រូវដាក់អីវាតោងបាទអញ្ចឹងទេវាខំគ្នាបាទដាក់តោងនេះដាក់ស្បៃបាទបដៃបាទហើយខាងនេះគឺយើងដាក់ជោបាទហើយដាក់ស្បៃមួយដែរគាត់បតោងវាបាទដើម្បីឲ្យវាតោងទុំនៅបាទបានស្រួលបាទចឹងមកត្រង់มันជាច្រើនមកនេះមកល្មមបងប្អូនបាទហើយយើងមាន2ត្រង់នេះហ៎3ត្រង់បាទ3ត្រង់នេះមួយទៀតដែលវាដាច់កតុយដែរបាទដាច់កតុយដែរហ្នឹងហើយហើយត្រង់ផ្សេងទៀតនៅកូនក្អុកទេហើយត្រង់នេះត្រង់ម៉ែពូជបាទម៉ែពូជតែវាសម្បូរឈ្មោលបាទសាច់ឈ្មោលនេះអត់សូវមានធំទេម៉ែបានធំហើយអានេះឈ្មោលវាតូចបាទតូចបាទទាំងនេះរៀងច្រើនជាងគេបាទយើងប្រកាសតាមដៃហើយទឹកចាប់ផ្ដើមដាច់កតុយបងប្អូនបាទដាច់កតុយឡើងគោកបាទឡើងគោកអាច 50% អាដែលអត់ទាន់ឡើងគោកនោះនៅតិចទេបាទនៅតិចបាទស្អាតដែរបាទហ្នឹងហើយអញ្ចឹងវីដេអូមួយហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនបាទនេះជួបគ្នាវីដេអូក្រោយបងប្អូនបាទ